បងប្អូនដែលចង់ទៅប្រទេសអ៊ីស្រាអែលប្រយ័ត្នចាញ់បោកគេតាក់ទងជាមួយនឹងការទៅប្រទេសអ៊ីស្រាអែលនេះពីព្រោះមានក្រុមហ៊ុនជាច្រើនកំពុងតែដំណើរការតាក់ទងជាមួយនឹងការជ្រើសរើសពលករទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលអញ្ចឹងអ្វីដែលខ្ញុំចង់ចែកចំណុចទៅកាន់បងប្អូនតាក់ទងជាមួយនឹងការធ្វើដំណើរទៅប្រទេសអ៊ីស្រាអែលនេះសូមធ្វើការប្រុងប្រយ័ត្នពីព្រោះក្នុងកំឡុងពេលដែលក្រសួងប្រកាសតាក់ទងជាមួយនឹងការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសនេះមានក្រុមហ៊ុនជាច្រើនក៏កំពុងតែបញ្ជូនពលករដូចគ្នាប៉ុន្តែបងប្អូនត្រូវស្វែងយល់តាក់ទងជាមួយនឹងក្រុមហ៊ុនទាំងអស់នោះអាចនឹងមិនតាក់ទងជាមួយនឹងរដ្ឋបើសិនជាបងប្អូនទៅក្នុងទំនាក់ទំនងរដ្ឋនឹងរដ្ឋបងប្អូនអាចនឹងមានការគ្រប់គ្រងពីអ្នកគ្រប់គ្រងផ្សេងទៀតដូចជាស្ថានទូតអីជាដើមប៉ុន្តែបើបងប្អូនទៅជាលក្ខណៈក្រុមហ៊ុនបងប្អូនអាចនឹងមិនមានការទទួលខុសត្រូវពីក្រុមហ៊ុនទេអញ្ចឹងអ្វីដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនបើសិនជាបងប្អូនទៅជាលក្ខណៈរដ្ឋបងប្អូននឹងមានដូចជាស្ថានទូតឬក៏មានខាងឯកអគ្គរដ្ឋទូតណាមួយដែលចាំមើលការខុសត្រូវរបស់យើងពីព្រោះនៅពេលដែលយើងរស់នៅក្នុងប្រទេសអ៊ីស្រាអែលគឺយើងត្រូវមានការប្រុងប្រយ័ត្នអំពីការឆក់ឆ្លៀតឱកាសពីប្រជាជនផ្សេងៗដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែលក៏ដូចជាអ្នកជនខិលខូចមួយចំនួនអញ្ចឹងបើសិនជាយើងមានអគ្គរដ្ឋទូតឬក៏ទូតនៅក្នុងប្រទេសអ៊ីស្រាអែលគឺល្អអញ្ចឹងបើបងប្អូនទៅក្នុងជាលក្ខណៈរដ្ឋគឺល្អជាងទៅជាមួយក្រុមហ៊ុនខ្លះក៏អាចមានលក្ខណៈល្អដែរបើសិនជាមានការទទួលខុសត្រូវចំពោះយើងដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែលអានេះជាអ្វីដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនក្នុងកំឡុងពេលដែលខ្ញុំទៅប្រទេសអ៊ីស្រាអែលបងប្អូនគឺមានសាលាជាអ្នកទទួលខុសត្រូវចំពោះពួកខ្ញុំអញ្ចឹងនៅពេលដែលមេការឬក៏ manager នៅក្នុងប្រទេសអ៊ីស្រាអែលនឹងចង់កេងប្រវ័ញ្ចយើងក៏ពិបាកដែរនៅក្នុងប្រទេសណាក៏ដូចប្រទេសណាដែរបងប្អូនគឺវាមានជនខិលខូចឆ្លៀតឱកាសដូចគ្នាអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យបងប្អូនដឹងគឺទៅជាលក្ខណៈរដ្ឋគឺល្អបំផុតហើយឥឡូវនេះកំឡុងពេលដែលក្រសួងកំពុងតែប្រកាសការងារនៅថ្ងៃទី17-18 ខែកក្កដានេះគឺជាពេលដែលក្រសួងប្រកាសឲ្យបងប្អូននឹងទៅយកពាក្យដើម្បីសរសេរហើយបានយើងយកពាក្យហ្នឹងយកទៅដាក់នៅក្រសួងវិញចាប់ពីថ្ងៃទី27-28 ខែកក្កដារហូតដល់ថ្ងៃទី7 ខែសីហាអញ្ចឹងគឺកំឡុងពេលដែលគេទទួលពាក្យហើយព័ត៌មានផ្សេងៗទៀតបងប្អូនអាចមើលក្នុងព័ត៌មានទាំងអស់នេះហើយកត្តាដែលសំខាន់បំផុតគឺប្រយ័ត្នចាញ់បោកគេពេលដែលយើងទៅប្រទេសអ៊ីស្រាអែលពីព្រោះមានតែក្រសួងការងារទេដែលច្បាស់លាស់ហើយនឹងមានស្ថានទូតមានអគ្គរដ្ឋទូតត្រឹមត្រូវដែលការពារយើងកំឡុងពេលដែលយើងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល